បាទសួស្តីទាំងអស់គ្នាថ្ងៃនេះមកបង្ហាញពីរបៀប download កម្មវិធី R program កម្មវិធី R program នោះគឺប្រើដើម្បីវិភាគស្ថិតិអញ្ចឹងនៅក្នុងវិស័យកសិកម្មក៏ប្រើ R program ច្រើនដែរហើយមែនទែនទៅកម្មវិធីវិភាគស្ថិតិមានច្រើនតាំងពី SPSS និងអីផ្សេងទៀតច្រើនប៉ុន្តែថ្ងៃនេះសូមបង្ហាញពីការ download កម្មវិធី R program ហើយជាមើលវីដេអូបន្តទៀតនឹងឆ្លៀតបង្ហាញពីវិធីសាស្ត្រវិភាគដោយប្រើ R program ហ្នឹងគឺវិភាគស្ថិតិទៅលើប្លង់វិសោធន៍ផ្សេងៗដូចជាប្លង់វិសោធន៍ CAD CVD Latin Square ផ្សេងបាទអញ្ចឹងគឺជំហានដំបូងយើងចូលទៅ Google ហើយយើងវាយពាក្យថា download R program បាទ download R programming នេះបាទអញ្ចឹងយើងនឹងឃើញ load នៅខាងលើ download R 4.5.2 អានេះ version របស់វាអញ្ចឹងពេលខ្លះវា update អញ្ចឹងពីមុនមកយើង download មួយឆ្នាំពីរឆ្នាំមុនអីអានេះវាតួលេខប្រែប្រួលអាច 3.2 3.4 អីចឹងតមករហូតណាបាទអញ្ចឹងយើងចុចចូលទៅកន្លែងហ្នឹងមកបន្ទាប់មកយកពាក្យ download ខាងលើនេះបាទអញ្ចឹងគឺនៅពេល download ពេញហើយគឺយើងអាច install វាបានហើយនេះអានេះនៅពេលដែលយើង download ពេញយើងចុចបើកវាមកបាទនៅកន្លែងនេះយើងចុចចេះមកភាសាអង់គ្លេសហ្នឹងមកបាទអានេះយើងអានមិនខ្លឹមសារអូខេចុច next មក next បាទអញ្ចឹងយើងចូលទៅមើលរបស់យើងគឺអូខេនេះអានេះគឺ version ថ្មី 4.5.2 ពីមុនមកធ្លាប់ download 4.3 4.2 4.2.2 អញ្ចឹងវាមានច្រើន version តែ version ថ្មីយើងទៅ download នេះគឺថ្មីនេះអញ្ចឹងនៅពេលយើងបើកទៅរូបរាងរបស់វាបែបនេះបាទរូបរាងរបស់វាបែបនេះអញ្ចឹងយើងអាចសរសេរ script សម្រាប់ប្រើក៏ដូចជា install package ផ្សេងហើយចាំមើលវីដេអូក្រោយនឹងបង្ហាញអំពីការ install package មួយចំនួនដែលយើងប្រើទៅថាយើងត្រូវការវិភាគទិន្នន័យទៅលើប្លង់វិសោធន៍ CAD CVD ហើយផ្សេងអញ្ចឹងគឺវាត្រូវការ package មួយទៀតpackage អាចប្រើ Agricole ដើម្បីមានថាវិភាគភាពខុសគ្នានៃបម្រែបម្រួលអាណូវ៉ាបាទអញ្ចឹងនៅក្នុងនោះវានឹងញែកឲ្យយើងឃើញថាបច្ច័យដែលយើងពិសោធន៍ហ្នឹងអាណាខ្លះបាក់បែកគ្នាអាណាខ្លះខុសគ្នាអីអញ្ចឹងណាបាទអញ្ចឹងជាមួយវីដេអូបន្ទាប់នឹងបង្ហាញអរគុណ